ស្ដីអ្នកគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀប set up Windows Server នៅលើ VMware Workstation អញ្ចឹងដំបូងមុននឹងយើងទៅ set up Windows ហ្នឹងយើងត្រូវមាន file 2ទី1យើងត្រូវទៅ download Windows Server 2022ព្រោះយើងតម្លើង Windows Server 2022ចឹងបន្តមកយើងចូលមកកាន់ច្រមណាយើងវាយ Windows Server 2022 download យើងចូលបោះ Microsoft ចឹងក្នុងហ្នឹងវាមានឯកសារច្រើនចឹងយើងសារយើងយកអង់គ្លេសទៅយក ISO download คลิกលើ hotspot ទៅការ download ហើយក្នុងហ្នឹងវា file ហ្នឹងវាមានទំហំ 5.4G ចឹងដោយសារខ្ញុំdownload ហើយខ្ញុំខ្វែងវាចោលអញ្ចឹងយើងត្រូវការ file ទៀតវាយ VMware Workstation download មកហើយយើងរកមើល download free អត់បោះ free ទៅมันមាន option ជាច្រើនក្នុងហ្នឹងចឹងគឺយកមួយណាបានដែរแบบខ្ញុំគឺយក Workstation Pro 17ចឹងយើងធ្វើការចាំវាទៅចាំវាផ្លេតទៅវានឹង load down របស់យើងអូខេគឺវា load download យើងហើយយើងចូលមើលកន្លែង download ទៅវាធ្វើការ download ចឹងដោយសារខ្ញុំ download ហើយខ្ញុំខ្វែងវាចោលហើយយើងខាត់ពេលការ download ឥឡូវយើងចូលទៅដល់ការ set up Windows អស់នេះបងហើយយើងត្រូវ set up មុនគេគឺ VMware គេបែប VMware ហ្នឹងវាស្រួល set up ទេយើងគ្រាន់តែចុចតិចទៅវា finish ទៅវាហើយពេលដែលយើង set up វាហើយគឺយើងបាន VMware មួយអញ្ចឹងយើងចូលទៅធ្វើអត់នេះចូលមក VMware Workstation យើងចុច create new app នេះយើងយកខាងលើគេ recommend ឲ្យណាយកខាងលើហ្នឹងយើង next ទៅទៀតក្នុងនេះខាងលើពីរនេះយើងបាច់ខ្វល់ទេយើងអាចeditវាតាមក្រោយបានយើងចូលហើយយើង next បន្តហើយយើងយក Microsoft Windows next ហើយក្នុងនេះវាមានតឡា Windows ជាច្រើនយើងចង់តឡាមួយណាបានហើយយើងតឡា Windows 2022យើងយកអត់ហ្នឹងហើយយើងដាក់ឈ្មោះ machine របស់យើងគេដាក់ឲ្យគេបានឈ្មោះ machine របស់យើងអញ្ចឹងខ្ញុំដាក់ឈ្មោះ Win 2022សូមទឹកសារតឈ្មោះហ្នឹងយើងធ្លាប់ដាក់ហើយអញ្ចឹងវា load error អញ្ចឹងយើងថែមឲ្យតិចអត់ដាក់ចត remote ដាក់ចាប់ហើយយើងចុច next មកគឺវាបាននេះយើងបង្កើត capacity drive របស់យើងdrive យើងแล้วគេ recommend គឺ 60G ចឹងណាតឡានៅបានដែរនេះគឺវាមាន option 2ទី1ហ្នឹងគឺកដោប file មួយយើងស្រួល copy ទី2យើងគឺវាពលាត file ច្រើនអញ្ចឹងខ្ញុំយកអាកដោបមួយទៅវាស្រួល copy ធ្វើអីទៅយើងមើលកន្លែងនេះគឺមើល memory set memory វាមានដល់ 2000 MB យើង customize វាគេថា memory ច្រើនតែយើងស្រួលធ្វើគេហើយយើងអូនឡើងដល់ 5000 អញ្ចឹងទៅហើយយើង finish យើងវាធ្វើការតឡារបស់យើងហើយអញ្ចឹងហើយយើងត្រូវធ្វើបន្ទាប់នេះគឺយើងចូលទៅ edit scene របស់យើងអញ្ចឹងយើងចូលទៅកាន់ CD ហើយយើងអាចថេកទាំងពីរក៏បានដែរហើយយើងយកអាខាងក្រោមចុច ISO ចាំដល់កន្លែងហ្នឹងគឺយើងត្រូវ link ទៅកាន់ file actual server ដែលយើង download ហើយហ្នឹងពី actual server របស់ពេលហ្នឹងយើងចុច OK វាមកចុច OK ចុច start វាមកវាចាប់ផ្ដើមតម្លើងយើងហើយ
ខ្លាំងឲ្យយើងមកដល់កន្លែងនេះគឺយើងត្រូវម៉ៅចុះក្រោមយក EFI ពីអំពែ Visual ហើយយើង Enter ហើយយើងចុច Enter ម្ដងទៀតបើយើងអត់ Enter ទេគឺវាអត់ចូលទេវា load ដល់យើងជ្រើសរើសសាថ្មីអញ្ចឹងយើងចាំទៅវាត្រូវការ set up Windows ឲ្យយើងកន្លែងនេះយើងអាចជ្រើសរើសភាសាជ្រើសរើសអីតាមយើងទៅចឹងយើងដាក់ English ថ្មីចំណុចមកហើយយើង install វាថាវាធ្វើការ set up ឲ្យយើងយើងអង្គុយរងចាំតិចទៅហើយកន្លែងនេះមាន option 4អញ្ចឹងមាន option ហើយខ្ញុំអត់ដឹងទេខ្ញុំចូលទី4ទៅខ្សែយើងត្រូវ set up ទី4ហ្នឹងដល់តិចយើងគ្លីកវាមកដាច់ទៀតយើងចូល customize ក្នុងកន្លែងនេះយើងអាច create new capacity បានយើងអាច create file ផ្សេងបានគឺអត់កើតថ្មីទេចូលត្រៃដល់ PUBG ហ្នឹងទៀតហើយវាត្រូវការ ready យើងអង្គុយចាំវាពីពេញតិចពេលវាពេញហើយវាធ្វើការ set up Windows ចឹងយើងអង្គុយចាំវាតិចទៅវារៀងយូរដែរកន្លែងហ្នឹងថាវាធ្វើការអូខេចឹងវា set up រួចរាល់ហើយក្នុងកន្លែងនេះវាឲ្យយើង set password ចឹងយើងដាក់ password របស់យើងមកយើងកំណត់ password របស់យើងហើយយើងបញ្ជាក់ password ដដែលចុច finish មកអូខេចឹងវាចេញផ្ទាំងបែបនេះភាសាតែផ្ទាំងនេះវាអាច unlock បានទេចឹងយើងចុច VM Center Control Alt Delete ឬក៏យើងចុច keyboard លើcomputer របស់យើងcontrol alt delete មកវាចេញឲ្យយើងវាយ password ហើយវាយ password ដែលយើងបានដាក់មុនចឹងវាចេញហើយវាចូលទៅកាន់ server ចុច yes ទៅហើយដែលយើងត្រូវធ្វើបន្ទាប់នោះគឺយើងចូលទៅមើល local server local server យើងមើលឈ្មោះ SIM របស់យើងគឺតាមម៉ាដូតែអញ្ចឹងយើងចុច change វាមកយើងដាក់ឈ្មោះcomputer name របស់យើងហើយយើងដាក់អីក៏បានដែរត្រង់កន្លែងហ្នឹងដាក់2022ចឹងហើយคลิก OK យើងចាំវាទៅដល់សារវាត្រូវការដល់ពេលដល់វាចេញចឹងហើយវាទាមទារយើង restart យើង restart វាយើងដាក់ restart letter ទៅតមកទៀតយើងចូលទៅបង្កើតត្រៃរបស់វាមួយវាអត់តន់ connect ទេចឹងយើងចូលទៅកាន់ VM ហើយ install VM Ware Tool មកដល់ពេលយើងคลิก install ហើយយើងចូលទៅកាន់ file manager យើងចូលទៅកាន់ PC យើងឃើញវាបង្កើតតារាយើងមួយអញ្ចឹងតារាវាអត់ទាន់ set up ទេអញ្ចឹងយើងទៅបុកคลิกវាមួយមកវាធ្វើការ set up តារានឹងយើងឯងតែតារានឹងគឺជាតារារបស់ VMware ដែលវាបង្កើតឲ្យដែលយើងបានកំណត់ capacity មុននឹង 60G មុនហ្នឹងចុច complete ហើយចាំឲ្យវា set up ទៅកាន់ស្បែកចេញ option សារទៅពេលថ្ងៃច្រើនពេក
វាលោតចេញក្រៃយើងឲ្យចុច finish មក finish ទៀតហើយវាទាមទារយើង restart យើងធ្វើការចុច yes ដើម្បីវា restart Windows ហ្នឹងឲ្យយើងចាំតិចទៅហើយវា restart ដែរអូខេអញ្ចឹងវាចេញមកហើយយើង style ចាស់ដែរមកក៏ត្រឹម delete ឬក៏យើងចុច function របស់វាមកទៅបាច់អញ្ចឹងវាយ password ចោលណាអូខេអញ្ចឹងចូលហើយយើងចូលទៅឆ្ងាយក៏ server manager របស់យើងចូលហើយចូលទៅកាន់ server manager អូខេអញ្ចឹងយើងចូលបានហើយខាង local server ហ្នឹងវា load queue អស់ហើយអញ្ចឹងយើងចូលទៅកាន់ local server យើងឃើញឈ្មោះ computer របស់យើងគឺវាបានដូរហើយវាបានដូរទៅកាន់ Win 2022ដែលយើងបានដាក់មុនហ្នឹងគឺជា page work group ចឹងយើងចូលទៅ check disk របស់វាថាវាបាន connect ជាមួយ drive ដែលយើងបានបង្កើតហើយយើងចូលទៅកាន់ disk ហើយយើងឃើញហើយវាបាន connect ជាមួយនឹង VMware របស់យើងដែលយើងបានបង្កើត drive មុនហ្នឹងជាមួយ SUBG ហ្នឹងអញ្ចឹងយើងបង្កើតបានសម្រាប់ហើយប្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមអរគុណ